របាំព្រះរាជទ្រព្យត្រៀមនឹងសម្ដែងបង្ហាញជាថ្មីម្ដងទៀតនៅប្រទេសបារាំងក្រោយអាខានប៉ុន្មានឆ្នាំរបាំព្រះរាជទ្រព្យរបស់កម្ពុជាត្រៀមនឹងសម្ដែងបង្ហាញជាថ្មីម្ដងទៀតនៅប្រទេសបារាំងបន្ទាប់ពីត្រូវបានអាខានសម្ដែងនៅប្រទេសបារាំងជាច្រើនឆ្នាំមកនេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីស្ថានទូតបារាំងប្រចាំនៅកម្ពុជាស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានបញ្ជាក់ថាការសម្ដែងពិសេសចំនួន3ក្រុងនឹងធ្វើឡើងនៅថ្ងៃទី8 9 ខែមីនាខាងមុខនេះនៅសារមន្ទីរទីក្រុងប៉ារីសខណៈដែលការសម្ដែងពីរទៀតក្រុងនឹងធ្វើនៅតាមខេត្តដោយមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈការសម្ដែងរបាំព្រះរាជទ្រព្យនៅប្រទេសបារាំងឆ្លុះបញ្ចាំងឲ្យឃើញនៅចំណងវប្បធម៌ដែលផ្សារភ្ជាប់ប្រទេសទាំងពីរក៏ដូចជាផ្ដល់ឱកាសស្វែងយល់អំពីរបាំមួយដែលមានអាយុកាលរាប់ពាន់ឆ្នាំអមដោយសម្លៀកបំពាក់និងកាយវិការរាំដ៏ទន់ភ្លន់ក្រៃលែងរបស់នាដការីសមាគមសិល្បករខ្មែរបានឲ្យដឹងដែរថាលោកជំទាវអ្នកអង្ញាម៉ៅចំណានប្រធានសមាគមសិល្បករខ្មែរនិងអមដំណើរលោកជំទាវបណ្ឌិតសភាចាភឿងសកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រោមព្រះរាជវត្តមានសម្ដេចរាជបុត្រីព្រះអនុជនរោត្តមអរុណរស្មីក្នុងដំណើរបេសកកម្មទៅកាន់ប្រទេសបារាំងបើតាមការបញ្ជាក់ក្នុងដំណើរដឹកនាំប្រតិភូនិងសិល្បករកម្ពុជាទៅសម្ដែងនៅប្រទេសបារាំងគឺរយៈពេល7ថ្ងៃពលគឺចាប់ពីថ្ងៃទី6ដល់ថ្ងៃទី12ខែមីនាឆ្នាំ2025